Mày tập thom đôi lục tá đầy châu mía ní cái hao khai đầy châu có hòm cỏ coi nhé ní hao khai đôi tập pel hao khai du trầm nè ta có hòm cỏ bạch đầy châu mía hay nung mày tập nè chẳng hay lục thà tôi có rụp nè tại bàn phải giàu vậy tam pít nó cái mày tập cái ra xa tức đầy dương ấy ai dân mình oi tầm lai cái slap pruh ấy pruhទឹកដីរួមគ្រោះព្រោះទឹកដីនឹងដៃចូលមាសយើងអត់គោរពគេតាំងថាគោរពអ្នកតាបានប្រយោជន៍អីតែអ្នកឯងរស់នៅលើទឹកដីរាល់ថ្ងៃនេះរស់នៅលើឈាមគេទេណាហើយអត់គោរពដូចតាពេកហៅคล้ายត្រឹមលោកតាឃ្លៀងមើលត្រូវហ៎បាទអញ្ចឹងហើយយូរបានឈ្មោះដើមអ្នកខ្លះអត់ដឹងទេហើយដោយតាតំបងកញុងយើងតាតំបងកញុងមិនបានមានរូបនៅខ្មែរផងមានរូបនៅលាវផងមាននៅលាវទេមានពួកអីតាតំបងកញុងដែលតលាក់រាជបលាំងឲ្យដល់អ្នកមានបុណ្យនេះអញ្ចឹងហើយលោកសុកចិត្តបកគលរាជបលាំងឲ្យលោកទៅនៅមើលតន្ត្រីនៅស្រុកលាវហើយទៅបានប្រពន្ធលាវកូនស្ដេចលាវដល់ស្ដេចលាវនោះគេខ្លាចលោកតាតបងកញុងដណ្ដើមរាជបល្ល័ង្កស្ដេចលាវហើយតាមពិតគាត់មិនចង់បានអីទេគាត់សុំតែមកសោកឯងជួតម្រៃមួយគាត់ចាប់ប៊ូងជាប់ដល់តែពេលមកស្លាប់ដោយសារអីស្លាប់ដោយសារប្របីដាប្រជាប្រពន្ធនេះឲ្យដាក់កលឹះយន្តក្នុងប្រគន់ជួងបាត់ជើងទៅក៏ជួងមកវាហៅភ្លឹបមកបុកពឹសក៏ឆ្លាប់ទៅបានរៀបមុននឹងស្លាប់លោកខណ្ឌផ្ដាំផ្ញើនិយាយពាក្យសម្ដីមួយម៉ាត់លោកថាកុំទុកចិត្តអ្នកណាក្រៅពីខ្លួនឯងកុំទុកចិត្តអ្នកណាក្រៅពីខ្លួនឯងអញ្ចឹងហើយបានថាវាវែងវាឆ្ងាយពាក់ព័ន្ធជាមួយនឹងរឿងដែលតាមថែអ្នកតែងតែជួយប្រាប់អីនេះជាធម្មតាយើងទៅសែនពួកគាត់យើងទៅអីរងថ្ងៃឬក៏យ៉ាងម៉េចដែរគោរពសែននៅទិសបនមានតែប៉ុណ្្នឹងបាទបើលោកថ្វាយតែចំណីចំណុកមានតែចំណីបរិភោគតែវាមិនមានរឹតអត់មានរឹតទេអញ្ចឹងបាទមកការពារកម្មត្រួតគេខ្លាំងជាងយើងអត់មានរឹតទ្រង់បានទេបាទអញ្ចឹងលោកទៅទិសបនឲ្យលោកធ្វើបនអីទិសឲ្យទៅដល់ទេវតារសាខ្លួនខ្ញុំបាទ100ប៉ុនតនូតលោកទទួលផលបនពីខ្ញុំផងទិសឲ្យប្រភូមិបកបធូនីស្ដេចក្រុងពលីលោកតាមចាស់ស្រុកខ្ញុំធ្វើបននេះដាក់បាត់ចង្ហាន់ប្រសង់បាទទិសឲ្យទៅបើយើងថ្វាយតែចំណីបានតែចំណីហ្នឹងបាទវាមានដោយបនមានដោយបនដោយកន្លែងបាទកន្លែងណាដែលគេសបោគេនៅមកកដប់ហ្នឹងគឺច្រើនអញ្ចឹងទៅដោយពួកមរិញកងវាលអញ្ចឹងមានមកកន្លែងអញ្ចឹងទៅ5 6នាក់មកកន្លែង5 6នាក់ខ្លះតាមដូចថារាប់អានអញ្ចឹងតាមទៅបីយើងទៅដល់ណាក៏គេតាមទៅតាមថែតាមរសាយើងបាត់អីរបស់អីឬមួយក៏មានទុកមានតរិយអីគេប្រាប់មុនណាគេថាប្រយ័ត្នថ្ងៃនោះមានភ័យបាទហើយពលាស្មោះនេះអញ្ចឹងយើងចាំមើលពលាស្មោះហ្នឹងវាមានរឿងហេតុអីមកទៅកូនចៅណាទៅគ្រោះថ្នាក់ទៅដល់វេលាឃើញមែនដល់វេលាឃើញហើយបើឃើញហើយដឹងចឹងហើយប្រាប់ឲ្យកូនចៅកុំដើរឆ្ងាយឲ្យប្រយ័ត្នហ្នឹងបានន័យថាគ្រប់ថាប្រហែសបាត់ប្រយ័ត្នគួងបាទអញ្ចឹងកុំឲ្យដើរពួកមរិញគង់វាលនេះជាធម្មតាប្រប៉ុណ្ណាមរិញគង់វាលវាមាន2ប្រភេទទី1ល្អិតអញ្ចឹងមកដូចឃើញកន្លែងខ្លះគេថាដាក់ស្ករគ្រាប់ឲ្យមរិញគង់វាលនឹងទូចចូលចិត្តស្ករគ្រាប់ដាក់នឹងកូនខ្ញុំដាក់មកកូនចានប៉ុណ្ណេះដាក់ទៅវាទូចវាអត់ដឹងដល់គេចាប់ទៅខ្ញុំកំពុងចាក់ខ្សែនៅនេះវាស្រែកមកគេថាឪអើយអូនយកទៅតើអូនណាក៏ប្រាប់ម៉ែវាថាឯងទៅមើលកូនស្វាស្គាល់គ្រាប់គេនោះទៅដល់គឺចាប់លើកូនចានចកឹះទូចប៉ុណ្ណេះវាចាប់ដៃពីរលើកវាញឿដៃលើកអត់មកអូលើកមិនមកទេដល់ទៅពេលទាញចានបានមិនស្វាមកក្តាប់
รถrồi អូចឹងបានន័យថាពេលហ្នឹងគឺមិនគួរវាកំពុងចាប់ cái ទាញ tụng គេតុប cái tụng mơ cái mình tụng bên nào bây giờ ỏng អឺ mà kia bàn ấy nhắm អូរងថ្ងៃហ្នឹងឬក៏មិន ngày đó ngày lắm chẳng ngay mà xa vẻ lâu nên mình sâu thế lục trà tay dừng miền cá phơi cầmไปทีไอ้มุ้ย អញ្ជើញឬក៏ហៅចឹងទៅ ហ្នឹងហើយឲ្យតែហៅដល់ ឥឡូវហ្នឹងក៏បានដែរ ហ្នឹងហើយហៅដល់ អូ តែគេមិនសូវនៅ គេនៅណាវិញ នៅកលេនចាញ់ចូលមួយលោកតាធំ ខ្ញុំក៏លេង ខ្ញុំកលេនជួនកាលតបែងជួនកាលកលេនជួនកាលទៅនៅយាយកពើ យីកពើភ្នំកពើ ហ្នឹងយាយកពើមានរូបឆ្នងមួយនៅកពើ អូ ទៅចាញ់ចូលហ្នឹងអឺ ប៉ុន្តែនេះសុទ្ធតែដូចថាពួកហ្នឹងគឺមានដូចថាមានរិទ្ធណា មានរិទ្ធ បាទចង់បលែងខ្លួនចង់មិន តែបកាយណា បាទ ដែលបកាយគេថារុក្ខទេវតាកាសទេវតាភូមិទេវតារុក្ខទេវតាកាសទេវតាភូមិទេវតាទេវតាដែលរក្សានៅតាមទីទូលគឺពួកគេហ្នឹង ពេលយើងបួងសួងលើកជវាពហិយក្តីបួងសួងលើកដងទង់មុខពហិយក្តី បាទ ពួកនោះហើយគេអ្នកទៅជួយជ្រែង អូ បើតាមតាលើកទាញមកទេ អូ ដល់តែពេលគេទៅគេជួយរុញជួយច្រានទៅឃើញមកស្រើតដូចដងទង់ជវាអញ្ចឹងដងជវាអញ្ចឹងលើកមកបើថាអត់មានពួកនឹងរក្សាជួយទាញគ្នាទេក្នុងការវិលអញ្ចឹងហើយអ្នកខ្លះលើកទង់ជវាទង់ជវាពហិយនេះដងជវាពហិយនេះចាប់លើកហ្នឹងគេបួងសួងមានភ្លេងបុរាណភ្លេងប្រផាតអីចឹងទៅ បាទ ចឹងហៅថាភ្លេងពិនពៀត បាទ ហើយនឹងត្រួខ្មែរយើងនឹងត្រួខ្សែ3ខ្សែអីហ្នឹងលេងទៅចប៉ីដងវែងចឹងទៅ បាទ លេងហ្នឹងលេងដើម្បីប្រគុំអីប្រគុំដើម្បីឲ្យជវាហ្នឹងកុំឲ្យវិលហើយលើកទៅក៏ស្រាលហើយជួយឆ្រេងជួយទប់គ្នារបូតដល់កពូលជវាព្រះវិហារ បាទ បើមិនចឹងជូនលលេះ បាទ លលេះមកដាក់ទៅបានប្រមាណផងធ្លាក់បាក់ខូចខាតអាសាបង អូ អញ្ចឹងបានលោកគេបួងសួងកិច្ចកម្មវិធីខ្មែរអញ្ចឹងហើយពុទ្ធសាសនាផ្សំគ្នានឹងព្រាហ្មណ៍សាសនាតម្រូវការមកមិនមានសម័យបច្ចុប្បន្ននេះណា បាទ តាំងពីបុរាណមកហើយពីបុរាណមកស្គាល់បច្ចុប្បន្នណា បាទ តែមកដល់បច្ចុប្បន្ននេះមិនសូវទេ ពីដើមនេះគេបញ្ចុះយ៉ាងម៉េចដែរលោកគ្រូពីដើម បច្ចុប្បន្នពីដើមមកនោះវាមានស្គាល់នោះវាមានដូចថាយើងស្នៃផោង បាទ ស្នៃផោងហ្នឹងគេហៅថាមហានិយមហ្នឹងស្នៃទាំងហ្វូងបុរាណណា បាទ ស្នៃទាំងហ្វូង អានោះ8ទិស ស្នៃទាំងហ្វូងហ្នឹង8ទិសណាផ្ទះទៅដល់ណាឲ្យតែស្គាល់ឮដល់ណាគឺផ្អើលទៅនោះ អូ តែមកដល់បច្ចុប្បន្ននេះមិនមានទេ អញ្ចឹង ចងៃនេះវាចាញ់ភ្លេងសម័យគេ បាទ ហើយមួយទៀតក៏ចាញ់អាកត្រឹមគេចងៃនេះ បាទ អូអានឹងលឺរាប់គីឡូដី ប៉ុន្តែនេះយើងនិយាយដឹងរឿងបុរាណ បាទនេះបុរាណ បាទបាទ បុរាណយើង បាទការដែលយើងបញ្ចុះហ្នឹងគេធម្មតាគេបញ្ចុះយ៉ាងម៉េចដែរលោកគ្រូដឹងដែរ បច្ចោប្រភេទបច្ចោនោះវាមានច្រើនបែប បាទ បច្ចោខ្លះទៅគេបច្ចោគេសែកនឹងពគាថា អូ បច្ចោខ្លះទៀតនិយាយទៅវាមានច្រើនប្រការដែរណា បាទបាទ បែប នឹងហើយច្រើនបែបហើយខ្លះទៀតទៅគេបច្ចោដោយដូចថាមានណាគ្រូភ្លេង អូ គ្រូភ្លេងឬក៏អ្នកចម្រៀងណាដែលគេច្រៀងល្បីល្បាញណា បាទ ដែលអ្នកនោះអានិច្ចធម៌ទៅគេយកជាអធិធាតអីហ្នឹងយកមកបញ្ចុះនឹងរបស់ហ្នឹង អូ ណែវាមានចឹងដែរ ចូលក្នុងនោះឬក៏ នោះហើយខៃមុនតិចមកគេបញ្ចុះទៅគេបាត់ប៉ិនធ្វើដោយកម្មវិធីគេពិសែកអភិសេកឬក៏ដាស់ទឿនរបស់នោះឲ្យមានរិទ្ធ ដាស់ ដាស់ គេហៅដែរ ហើយមួយទៀតមកក៏លោកសែកដោយពគាថាផ្សេងដូចជាការរវឹកអីជាដើមអញ្ចឹងទៅឬក៏សលេងរពាំង អូគេនឹង បាទហ្នឹងហើយសលេងរពាំងស្រួយល្អបាទស្រួយល្អ អាហ្នឹងគេមានគាថាបល័យគេអញ្ចឹងហ្មងឬក៏ មានពគាថាគេនៅនោះហើយខ្លះក៏គេចាប់ផ្ដើមបញ្ចុះគេយកជើងធូបនោះចានឹងស្បែកស្គួរ អូ ចាដូចជាយើងសាលកាអីចឹងយន្តសារកាអីចឹងទៅឬក៏លិនថោងលិនអីគេចាដាក់តែភាគច្រើនខាងនោះច្រើនចាជាស្នៃភងទេ បាទ ស្នៃភងឬក៏មហានិយម អូ គេចាអញ្ចេះនេះនិយាយពីឧបករណ៍ខ្មែរយើង បាទបាទ បាទបាទ សំលេងត្រួក៏ដូចគ្នាដែរហើយគេសែកចឹងដូចថាគេថាសែកចឹងសែកទៅតាមអាដេញណែសំលេង
មិនថាស្គួរឬក៏ត្រួឬក៏ខ្លីឬក៏ពិនណា បាទ បាទ នឹងបើសិនជាយើងចាដោយកំពិតអីវាអត់សូវមានប្រសិទ្ធភាពឬក៏មិនដែរបើយើងចា ដូច នឹង តែ ធូប គ្នាទេ ដូចតែគ្នាទៅ ដូចតែគ្នាឲ្យតែមានឈ្មោះថាបច្ចុក អូ បច្ចុកក្បិតបុរាណមកលោកច្រើនស្លពីស្ពាន់លុកហិនទុងវាសណលាយប្រាក់ បាទ នេះបុរាណស្លឲ្យចាក់ជារូបគេហៅថារូបកណោក្តីរូបព្រំទេពក្តីទេវៈផ្សេងផ្សេងអញ្ចឹងទៅណា បាទ លោកស្លចាក់តែក្បិតឥឡូវអត់មានទេណា បាទ មានតែក្បិតបុរាណមក អូ នេះដែលធ្លាប់គេជីកទៅគេប៉ះវាអីទៅយើងយកមកតែអស់ផ្លែ បាទ ផ្លែនៅច្រេះកណិតកណាត់អស់អញ្ចឹងទៅ បាទ ហើយដល់ដងវាសុកចិត្តកាន់ស្នឹមឃីវកម៉ៅ អូ នឹងលាយសត្វតឡុងហិនហើយដែលយើងចង់ដឹងអំពីវប្បធម៌ខ្មែរយើងណា ហើយជួនណែមួយទៀតលោកគ្រូពាក់ព័ន្ធជាមួយនឹងរឿងស្បែកមិនបានតែយើងយកស្បែកពស់ថ្លាន់ចឹងមកណា ច្បាយថ្លាន់យើងយកមកដាស់មិនងាយជាប់វាមិនងាយលហែក អូ ស្បែកធន់ចឹងគេមកជាតិឧបករណ៍ភ្លេងទូចនេះគឺមានតែស្បែកថ្លាន់នេះហើយ បាទគ្រូ ស្ដាស់ត្រួឆេត្រួសោត្រួអ៊ូស្គួរស្គួរតូចស្គួរអារៈហើយស្គួរពីរហ្នឹងយើងឡាំធូនឡាំអីបាន ដូចស្គួរអារៈអញ្ចឹងវាមានដល់5ហើយដល់ពេលឧបករណ៍ភ្លេងយើងនេះស្គួរយើងណែអាយ៉ៃឬក៏មហោរីនោះវាមានតែ2ទេ បាទ វាមានតែស្គួរដៃយើងនឹងមួយនឹងស្គួរគេហៅថារុម្មានីហ្នឹង បាទ ស្គួរខ្លីវែងមែនទេ អូ អាហ្នឹងគាត់ថាត្រើកលេងអញ្ចឹងត្រើកឲ្យឆ្លើយជាមួយនឹងអានោះនឹងអាដេញឈួរដៃយើងនោះ បាទ ត្រើកគ្នាញីឈ្មោលណា បាទ រុម្មានីអាហ្នឹងគេហៅថាប្រភេទមហោរី តែបើយើងដាក់ស្បែកដូចខ្លះឃើញដាក់ស្បែកកបីដាក់ស្បែក ក៏បានដែរ វាដាក់បានតែវាយអត់លឺទេ អូ វាក្រាស់ពេក បាទ តែគេជីស្បែកនឹងឲ្យស្ដៅ បែកកបីមានតែស្គរទូ មានតែស្គួរវត្តទេ ស្គរវត្ត ស្គួរធំនោះគេដាស់ហើយដាស់ស្បែកកបីស្គួរពិនពៀតអីនេះគេដាស់ស្បែកកបីស្បែកគោ បាទ ប្រើន អូអានោះប្រើលុងតងពីអាដេញយើងអាដេញណៃសភៅសភៅក៏ដាស់ស្បែកកបីស្បែកគោ សភោបាទចេះ នោះហើយសភៅមុខពីរមានជើងអាមួយគេហៅថាស្គួរគុណហ្នឹងបុរាណច្រើនប្រើកៅស្គួរបុកកតោហ្នឹងស្គួរហ្នឹងវាស្មើអញ្ចឹងទៅ បាទ វារឹងទៅវែងក៏ឲ្យខុសមុខគ្នាបន្តិចបន្តួចហ្នឹង អូ អាហ្នឹងស្គួរបដាល់ហើយ បាទបាទ ស្គួរគុណ ចុះងាកមកអញ្ចេះលោកគ្រូពាក់ព័ន្ធជាមួយរឿងការដាស់ ការអីរបស់លោកគ្រូដែលតែធ្វើស្គរធ្វើអីនេះលោកគ្រូដែលដឹងតគ្នាឬក៏រៀនពីឪពុកឬក៏ពីណាដែរ នេះដឹងតគ្នាមកតាំងពីចាស់បរមបុរាណមក អូ ហើយវាមានដែរវាមានខ្សែដែរណា បាទ វាមានខ្សែអ្នកភ្លេង អូ ដល់ខ្សែអ្នកភ្លេងតាំងពីបរមបុរាណមកចឹងទៅបានជាយើងចេះថាគេហៅថារក្សា បាទ ពាក្យថារក្សាមរតកហ្នឹងគឺមិនឲ្យវាសាបសូន្យ បាទ តែទៅខាងមុខទៀតមិនដឹងទេ បាទ ហ្នឹងអស់ហើយ បាទយល់ ដឹងថាលោក នេះយើង បានប៉ុណ្ណាគឺ បាទបានបណ្ណាយកប៉ុណ្ណឹងហើយយើងមើលនេះឆ្នាំម៉ាន ទី6 2026 បាទ ហ្នឹងហើយគាត់ចាំមើលរឹងដល់ឆ្នាំ4 5ទៀត មាន តណៅបែបសូន្យ សូន ហ្នឹងហើយឆ្នាំ4 5ទៅខាងមុខទៀតសូន្យវាបាត់កាត់ទៅម្ដងបន្តិចជំនឺទៅលើម្ចាស់ទឹកដីអរិយអ្នកតាក៏វាបាត់ បាទ បថយទៅហើយដោយសាររឿងខ្លះទៀតយើងមើលទៅវាឃើញច្រើនតែក៏មានការលើកក៏មានការបង្អាប់ បាទ ទៅតាមញាតដែលញាតនឹកឃើញបើញាតនឹកឃើញថាគុណពពកបរោះខ្មែរលោកខំរសាទៅ អូ ជុគុណណាគុណពពកបរោះខ្មែរយើងពួកអីក្នុងប្រទេសនីមួយនេះគឺសត្វតែឈាមដូនតាខ្មែរយើងទាំងអស់ បាទ គាត់ដើររងៃនឹងជឿនរងៃ អញ្ចឹង ទាំងណាក៏មានឈាមដូនតាខ្មែរយើង បាទ ជួយច្បាំងគ្នាតិចជំនឿនណា បាទ បាទដើម្បីរក្សា ដើម្បីរក្សាទឹកដីឲ្យខ្មែរយើងរស់នៅដើម្បីនឹងរក្សាទឹកដីឲ្យកូនចៅ បាទ ឲ្យគិតមើលតាំងពីយើងមុនគួរមកដែលលោកបកកើតប្រទេសដំបូងមក អូ ហើយមកចោលនឹងបច្ចុប្បន្ននេះ បាទ លោកលះបង់ លោកលះបង់ណាស់សាច់ស្រស់ឈាមស្រស់ពាក្យលីដើម្បីនឹងជាតិមាតុភូមិដើម្បីនឹង
គេហៅថាជាតិសាសនា បាទ បាទ ព្រះមហាក្សត្រអញ្ចឹងហើយបានលោកលើកដៃប្រណម្យទៅនឹកឃើញដល់ទេវតាអរុអរិយម្ចាស់ទឹកដីទេវតារសានៅក្នុងប្រទេសទាំងមូលណា បាទ ក្នុងទេវតាដែលលោកសានៅព្រះស្វេតឆ័ត្រ បាទ ព្រះស្វេតឆ័ត្រហ្នឹងគឺរសានៅព្រះរាជបល្ល័ង្កហ្នឹងណា បាទ ទេវតាលោករសាណា បាទ លោកឲ្យឈ្មោះថាព្រះស្វេតឆ័ត្រហ្នឹងព្រះស្វេតឆ័ត្រហ្នឹងបានន័យថាលោករសាហើយពួកឯទេវតានោះចន់ខ្ពស់ អូ អញ្ចឹងហើយបានបកោណាព្រះអង្គលោករសានៅអបោសុតរឿងនោះឯង អូ ហើយរសាបោសុតហ្នឹងតំណាងឲ្យស្មើនឹងទស្សពិតរាជធឿនោះឯង បាទ បាទ ហ្នឹងហើយតែបើយើងអត់មានទេអត់កើតទេ បាទ ទៅហើយអន្តរាយដោយប្រការណាមួយមិនខានទេ បាទបាទ ពួកឯងកាន់ពីលើដល់ក្រោមណា កម្មអីគេ កាន់ដែលទស្សពិតហ្នឹងណា អូ ពីលើដល់ក្រោមណា បាទបាទ កាន់តាំងពីបកោណាមកលបូតមកដល់មេភូមិ រះ បាទ មកដល់មេភូមិមកដល់ប្រជារាស្ត្រយើងឯងកាន់ បាទ តែបើដាច់ហើយដាច់តណៈ វា បើយើងកាន់បានទៅលើខាងក្រោមកាន់មិនបានទៅហើយ បាទ អន្តរាយដោយប្រការណាមួយមិនខានទេ បាទបាទ នឹងពាក្យបុរាណណាពិតប្រកបណាណា បាទ មិនមានយើងចេះតែថាយើងចេះតែនិយាយទេ បាទ អញ្ចឹងបានខ្ញុំខំរសាមកបានប៉ុណ្ណេះឯង អូ បើមិនអញ្ចឹងទេបាត់អស់ពីនឹងបាត់តែមានគេរសាជាងនោះផង បាទបាទ មានមិនមែនថាមានតែឯងទេ បាទបាទ តែគាត់ថានេះចង្កាត់មាត់ញក់ បាទ ហឹម រក្សាតែឯងក៏មិន អត់គង់ អញ្ចឹងតើ មានគង់ទេជួមិនគេហៅថាប្រទេសទាំងមូល បាទ ហឹម មើលទៅគូដូចជាដឹងរឿងពីបុរាណច្រើនដូចជាគូនឹងតន់សម័យហ្នឹងឬក៏យ៉ាងម៉េចគូ តែមិនទាន់ទេ មិនតន់ទេ មិន ប៉ុន្តែ ទាន់ទេ មិនគូចាប់ជាតិឬចាំជាតិឬក៏មិនគូ បាទការដែលយើងចាំមកដោយសារយើងនេះជាកូនចៅខ្មែរ បាទបាទ ណា បាទ ជាកូនចៅខ្មែរយើងរសាគេវប្បធម៌ខ្មែរពីដូនពីតាយើងមក បាទ ម្លោះហើយយើងរសាគេតំណែមកតប្រវត្តិសាស្ត្រតគ្នា បាទ តពីបុរាណមកដល់នឹងបច្ចុប្បន្នកាលនេះហើយទៅខាងមុខបើកូនចៅគេចេះរសាទៀតវាទៅជាប្រវត្តិសាស្ត្រតដល់កូនចៅក្រោយទៀតមិនសាបសូន្យទេ បាទបាទ ក៏ប៉ុន្តែក៏លេខមកមើលលោកគ្រូ លក្ខណៈក៏បុរាណហើយតាមអ្វីដែលលោកគ្រូរៀបរាប់មកគឺសិតតែបុរាណទាំងអស់តាមមើលទៅណា បាទ លក្ខណៈរបស់លោកគ្រូនេះមើលទៅហាក់បីដូចជាដាច់ដល់ឡែកពីមនុស្សបច្ចុប្បន្ន បាទ ពួកបច្ចុប្បន្នគឺថាជាសម័យកាលមួយដែលស៊ីវិល័យអញ្ចឹងណា បាទបាទ អញ្ចឹង នេះ លោកគ្រូចូលចិត្តរក្សាបែបបុរាណរបៀបនឹងទាំងស្រុងតែម្ដងសូម្បីតែសម្លៀកគ្រូ បាទបាទ ស្លៀកក្បិននៅឡើយ ឆ្លៀកចុះឯងតែក៏មិនមែនថាឆ្លៀកនោះជាប់ដែរ បាទបាទ ថ្ងៃណាទៅក៏ខោចៅចុះទៅ បាទ ចេះ ថ្ងៃណាក៏កសែង អូ វាមិនទៀងដែរណា បាទបាទ ហ្នឹងហើយ លោកគ្រូការដែលដឹងរបៀបនឹងការដែលនេះរបៀបនឹងលោកគ្រូរៀនយ៉ាងម៉េចដែរបានជាលោកគ្រូនិយាយរួមដឹងច្រើនបណ្ដោយបាទលោកគ្រូធ្វើម៉េចបានទៅសិក្សាមកពីណាមកឬក៏រៀនមកពីណាមកបានជាលោកគ្រូចេះ ការ របៀបបុរាណច្រើន ការដែលរៀននេះក៏រៀនច្រើនរៀនហ្នឹងក៏មិនមែនរៀននឹងយើងឥឡូវនេះរៀនជាមួយនឹងចាស់បរមបុរាណមក បាទ ដែលលោកនៅតូលអញ្ចឹងណា បាទ នៅតូលហើយជួនកាលទៅសិក្សាមិនទាន់បានប្រមាណផងក៏អស់បុណ្យទៅ អូអូយ៉ាង ដូចជាដូនខ្ញុំដែលកាត់ខូច2ឆ្នាំនេះ បាទ ដែលកាត់ខូចហ្នឹងបញ្ជាន់104ឆ្នាំ អូ 4ឆ្នាំ ហ្នឹងហើយខូចឆ្នាំតមិញ អូហូទុំខិតចាំទៅមិញ បាទខូចឆ្នាំតមិញ104ឆ្នាំ បាទតែគាត់ដឹងរឿងបុរាណច្រើន បា ណា ទ2ឆ្នាំហើយខូច2ឆ្នាំហើយ បាទ តាំងពីសម័យលោកម្ចាស់ បាទ ហើយសម័យលោកម្ចាស់ហ្នឹងសម័យដែលថៃចូលមកកាន់ក្តាប់ខ្មែរ បាទបាទ បាទ កាលពីសម័យបត់ខេត្តបាត់ដំបងនេះលោកកែឈ្មោះថាព្រះដំបង បាទ អញ្ចឹងហើយក៏ដឹងប្រវត្តិសាស្ត្រនោះពីជីដូននោះឯង បាទជាដូនធ្លាប់និយាយប្រាប់ និយាយប្រាប់ និយាយយ៉ាងម៉េចខ្លះដែរគ្រូ និយាយថាតាំងពីសម័យដែលដូនតានិយាយថាសម័យលពុកម្ដាយគាត់ទៀត បាទ វាត្រូវបើខ្ញុំនេះវាត្រូវជាមើលវាត្រូវស្មើនឹងចៅទូតគាត់ហើយ អូ កាលនោះសម័យនោះវាមុនចូលស
សម័យបារាំងថៃមកបារាំង បាទ តែបារាំងលុកខេត្តបាត់ដំបងយើងនេះវាលុកវាមិនជ្រៅដូចយើងនេះទេដោយសារមានថៃកាន់ក្តាប់កាលនោះ បាទ ដល់តែពេលចឹងទៅក៏មកដែលចិត្តនឹងបញ្ចប់អស់គេបបួលកូនចៅខ្មែរយើងនេះឲ្យទៅនៅស្រុកលិច បាទ កាលពីសម័យនោះលោកហៅថាស្រុកបច្ចឹម បាទ ហ្នឹងហើយស្រុកបច្ចឹមហ្នឹងបានន័យទិសខាងលិចហើយភូមិភាគខាងលិច បាទបាទ ហ្នឹងហើយទៅក៏ប្រមូលជាភោគៈសម្បត្តិរបស់ខ្មែរយើងទៅច្រើន បាទ បន្សល់ទុកនៅតាអាគារចាស់ៗនៅក្នុងខេត្តបច្ចុប្បន្ននេះទេ បាទបាទ ស្ដេចកថាថន អូ តែសម័យនោះគេហៅថាសម័យលោកម្ចាស់ បាទបាទ ហ្នឹង ថាថនឈុំ នោះគេថាថនឈុំកសាងវត្តតន្រីសវត្តអីនេះ បាទ សន្រោងវាទៅយូរហើយណា បាទ ហើយយើងកូនក្មេងសាក្រោយទេតែដឹង បាទ ដឹងដោយសារជីដូនគាត់និយាយឲ្យស្ដាប់ បាទ ប្រាប់ជាប្រវត្តិសាស្ត្រជាដំណឹង បាទ ហើយមួយទៀតក៏សិក្សាមកពីគ្រូចាស់ដែលលោកចេះអសត់ចេះឆ្នាំចេះអីខ្លះចឹងទៅណា បាទ បានជាចេះចាំមកហើយទំនៀមទម្លាប់ប្រវេណីយើងហើយថាហើយធ្វើបានវាដឹងបើថាហើយយើងមិនធ្វើទេក៏មិនដឹងដែរ បាទបាទ អត់ដឹងថាកិច្ចការដែលកាត់រៀបប្រភូមិរៀបបករៀបអីហ្នឹងយើងអត់ដឹង បាទ អញ្ចឹងហើយថាទៅឃើញកាត់រៀបអញ្ចឹងដូចសែនដោះគ្រោះសែនដោះនាមអីចេះអាហ្នឹងដែលយើងសិ រៀន ក្សា អនុវត្ត អនុវត្តហើយធ្វើទៅយើងមើលទៅមនុស្សនឹងយើងរៀបចំត្រូវជាឬមិនជា បាទ ដល់ទៅពេលយើងរៀបចំត្រូវវាជានោះឯង បាទ បាទ ហើយបើពេលគេមើលអស់ឡើងណាឡើងណីហើយ បាទបាទបាទ អានោះវិញអញ្ចឹង បាទបាទគូចង់ងាកទៅខាងដើមពាក់ព័ន្ធជាមួយនឹងរឿងមួយដែលខ្ញុំក៏ធ្លាប់គេនិយាយតគ្នាពាក់ព័ន្ធជាមួយនឹងរឿងបទពិសោធន៍អ្នកខ្លះមានចាំជាតិមានអីរឿងហ្នឹងបើតាមលោកគ្រូដឹងមកមានពិតអត់ទេពាក់ព័ន្ធ រឿងហ្នឹង ចាំជាតិ បើយើងគិតទៅគឺវាពិតប្រកបជាក់ស្ដែង បាទ មិនអាចមានណាកុហកកពួរកើតទេ បាទបាទ ហើយតែគាត់ថាការដែលយើងចាំក៏វាមិនមានដូចជាយើងដែលយើងឆ្លុះឃើញក្នុងបច្ចុប្បន្ននេះដែរ បាទបាទ ហើយការដែលចាំណាគេចាំជាតិដោយថាអ្នកនេះលោកចែកឋានទៅកាលពីយូរចុះណា បាទ ដល់តែពេលឆ្លាប់ហើយមកកើតជាមនុស្សយើងវិញនេះគឺលោកដឹងថានេះតង់នេះកន្លែងបូជា អូ បូជាសពគឺនៅតង់នេះ បាទ ហើយគេប្រកែកគេថាមិនមែនទេដឹងបើមិនមែនទៅជីកសាកមើលទៅ អូ ដល់ទៅជីកទៅវាឃើញមែន ឃើញមែន ឃើញអធិធាតុនៅក្នុងមែន អូទោះបីជាកន្លែងហ្នឹងមិនឃើញភ្នោក៏ដោយក៏ដឹង បាទ បាទបាទបាទចុះពីលោកគ្រូទល់លោកគ្រូចាំជាតិដែរអត់ទេ ចាំតែមិនច្បាស់លឺ មិនច្បាស់ទេអូប៉ុន្តែចាំបានខ្លះខ្លះ ចាំបានខ្លះបាទនេះដោយសារអតីតជាតិយើង អតីតជាតិបាទបាទ និយាយទៅបច្ចុប្បន្នបើយើងជំនឿយើងឃើញ បាទ ហើយបើមនុស្សខ្លះក៏លោកឲ្យតម្លៃ បាទ មនុស្សខ្លះទៅលោកថាមិនមែនទេ បាទ ចេះតែថាចេះតែថាអញ្ចឹងលោះហើយបានជារឿងនោះវាកប់វាបាត់អញ្ចឹងទៅមិនហ៊ានថា បាទ ដឹងមិនហ៊ានថា អូចុះនេះរឿងដែលគូចាំហ្នឹងកាលហ្នឹងគូចាំពីសម័យណាខ្លះដែរកាលហ្នឹង ច្រើនពេក ច្រើនប៉ុន្តែសំលើកមួយតាមបទពិសោធន៍នេះយើងអ្នកដែលគេជឿក៏ជឿដែលមិនជឿប៉ុន្តែសំខាន់យើងនិយាយការពិតដែលយើងចាំអញ្ចឹងណា វាយើងនិយាយក៏វាមិនបានជាក្បោះក្បាយអីទេ បាទបាទ ពួកអីការដែលយើងចាំមកអញ្ចឹងហើយបើយើងមើលមកដល់ក្នុងភាសាបច្ចុប្បន្ននេះឃើញថាភាពបច្ចុប្បន្នខ្ញុំនិយាយថាមកពើដែលយើងផុតពីសម័យពលពួតមក បាទ ហ្នឹងហើយមកពើផុតពីសម័យពលពួតមកពួកអីណែលពុកខ្ញុំបច្ចុប្បន្ននេះណា បាទ ត្រូវជាកូនប្រសាខ្ញុំ អញ្ចឹងវិញ អូ ពុកបច្ចុប្បន្នត្រូវជាកូនភាសា កូនប្រសាដល់ទៅពេលម្ដាយបកើតត្រូវជាឪត្រូវជាកូនបកើត អូ ម្ដាយខ្ញុំនឹងត្រូវជាកូនខ្ញុំបកើតហើយកូនប្រសានៅយ៉ាងណាហ្នឹងតែឃើញទៅឪក្មេងឪក្មេង អូ អញ្ចឹងលោកគ្រូក្នុងជាតិនេះត្រូវជា ទៅជាកូន ចៅ ត្រូវជាចៅ បាទ ចៅ ត្រូវជាចៅអញ្ចឹងសាច់រឿងនោះហើយដែលខ្ញុំ
đằng cái đây បាទ នេះខ្ញុំនិយាយនេះនិយាយតែប៉ុណ្្នឹងទេដោយខ្ញុំដឹងក្តីម្ដាយខ្ញុំនេះក៏គាត់នាំទៅឃើញកូនខ្ញុំបងគេ បាទ មកដល់ខ្ញុំថាខ្ញុំមិនដែលនេះខ្ញុំហៅអាដល់ហៅអាគាត់ថាយោឯងពីមុនឯងឪអញឥឡូវឯងទៅក្មួយអញវិញឯងហៅអញអាអត់កើតទេហៅអញអ៊ំចូលកាលនោះយើង ណែសង្គ្រាមណា បាទ ហើយដល់តែពេលផុតពីនោះមកម្ដាយខ្ញុំដែលយើងចូលមកនៅស្រុកនៅភូមិនេះម្ដាយខ្ញុំគាត់ថាបើឯងឪអញមិនឯងដឹងកន្លែងឲ្យឯងតាណាដែរ គាត់ស៊ូចេះ ដុតសព នឹងហើយកន្លែងបូជាហើយយើងកាលនោះទើបមានវត្តមានវាណា បាទ បើយើងដុតតាមវាលតាមដប់តាមអីនោះយើងសង្គ្រាមនោះ បាទ ទៅកូនខ្ញុំនាំទៅខ្ញុំថានេះដុតនេះកាលដែលដុតមិញដើមពត្រាប្រហែលជាប៉ប៉ិនពោះជើងឯង បាទ ដល់តែពេលដែលកាលយើងចូលយើងកាលហ្នឹងប្រហែលជាខ្ទង់វាយូរឆ្នាំហើយណា បាទ បាទបាទ ដល់ទៅដើមពត្រាប៉ុណ្ណេះ អូ ពត្រាប៉ុណ្្នឹង มันតិចឆ្នាំទេចា តិចឆ្នាំណាស់ទៅ បាទ 20 30ឆ្នាំ ជុំបើយើងកាលនោះនៅរត់លូនដែលយើងត្រឡប់តលិនណា បាទ ត្រឡប់តលិនទៅគេទៅរួអ្នកខ្លះក្នុងភះទឹកបកកើតជារុំដបង បាទ ទៅភះទៅនៅជារុំបានខាងដេញបារាំងខាងអីគេចែកអង្គចែកអីឲ្យ បាទ ទៅហើយអ្នកស្រុកអ្នកភូមិចាំមកវេទនីលបូតមកដល់យើងនិយាយរុំទៅមកផុតដែលចប់សង្គ្រាមដែលគេកាច់គេបិទត្រាកាច់កភ្លើងនឹងមកហើយក្នុងឆ្នាំបើមិន99 2000 កៅជាង ហ្នឹងហើយបើមិន99 2000អាហ្នឹងចប់ហើយណា បាទ ចប់អស់ហ្នឹងហើយអ្នកស្រុកនេះមិនទាន់បានធូរធារនៅឡើយទេ បាទ ជួតិចណាបើយើងលើកគ្នាលើកផ្ទះលើកអីស៊ូប៊ូលហើយហ្នឹងក៏វាសង្គ្រាមត្រឡប់ត្រឡិនមកវិញបាត់ផ្ទះអស់ដល់អ្នកណាគេរើទៅណា បាទ រត់ឡើងរត់ចោលហើយតបមកដែលយើងចប់ស៊ូប៊ូលហើយបាននាំគ្នាប្រឹងបានមកបាក់ដាំតលុងអាដេញនេះសណ្ដែកដី បាទ ហើយដាំដបងសណ្ដែកដីបានដល់ដាំពោតហ្នឹងអញ្ចឹងបានម្ដាយខ្ញុំគាត់ជឿហើយមួយទៀតនិយាយពីបានតាំងពីចំណៃចំណុកណាដែលគេថាវាអាចបំភ្លេចបាន បាទ ទទួលទានដាក់ឲ្យកូនទទួលទានប៉ុន្តែការដែលចាំនេះទៅបីថាដាក់យ៉ាងម៉េចក៏វាមិនបាត់ដែរ អូបានន័យថាដាក់ញ៉ាំឲ្យភ្លេច គេឲ្យពងមិនអីគេពងមិនចាំសបុកអី ចាំសបុកហើយមិនដឹងស្អីទេអត់ដឹងទេ លើជើងអេ ហ្នឹង